តាអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកខំធ្វើការស្ទើរងាប់ស្ទើររស់តែដល់ដាច់ខែលុយក្នុងកាបូបហួតអស់គ្មានសល់តើលុយទាំងនោះទៅណាអស់បើអ្នកកំពុងមានអារម្មណ៍ថារកលុយបានច្រើនតែនៅតែមិនសល់ថ្ងៃនេះយើងមានចម្លើយជូនអ្នកសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast លុយឆ្លាតវៃខ្ញុំសុភ័ក្រជាអ្នកសម្របសម្រួលក្នុងថ្ងៃនេះបញ្ហាលុយកាក់ជារឿងដែលយើងប្រើរាល់ថ្ងៃតែជួនកាលវាធ្វើឲ្យយើងវិលមុខបំផុតថ្ងៃនេះយើងនឹងជជែកគ្នាថាតើធ្វើយ៉ាងណាទើបយើងបញ្ជាលុយបានមិនមែនឲ្យលុយបញ្ជាយើងហើយយើងមានវត្តមានកញ្ញាវិជ្ជការដែលជាអ្នកជំនាញខាងសន្សំនិងវិនិយោគសួស្តីវិជ្ជការសួស្តីសុភ័ក្រនិងសួស្តីប្រិយមិត្តទាំងអស់គ្នារីករាយណាស់ដែលបានមកចែករំលែកបទពិសោធន៍នៅថ្ងៃនេះវិជ្ជការសំណួរដំបូងដែលគ្រប់គ្នាឆ្ងល់គឺហេតុអីបានជាបារឹកប្រាក់ខែភ្លាមហួតអស់ភ្លាមដូចសាំងតែយើងគួរចាប់ផ្ដើមរៀបចំលុយរបៀបម៉េចទៅនឹងហើយបញ្ហានេះមកពីយើងអត់មានផែនទីសម្រាប់លុយខៀងតែងតែណែនាំរូបមន្តងាយមួយគឺ50 30 20 50% សម្រាប់តម្រូវការចាំបាច់ថ្លៃផ្ទះម្ហូបអាហារទឹកភ្លើង 30% សម្រាប់បំណងប្រាថ្នាដើរលេងផឹកកាហ្វេម៉ាកល្បីៗឬទិញរបស់ដែលយើងចូលចិត្ត20% សម្រាប់សន្សំនិងវិនិយោគនេះជាចំណែកដែលសំខាន់បំផុតសម្រាប់អនាគតចុះបើ50%ហ្នឹងអត់គ្រាន់សម្រាប់ថ្លៃផ្ទះនិងម្ហូបផងធ្វើម៉េចទៅបើអត់គ្រាន់យើងត្រូវពិនិត្យមើល30% បំណងប្រាថ្នាឡើងវិញកាត់បន្ថយការញ៉ាំក្រៅឬទិញរបស់មិនចាំបាច់ដើម្បីយកមកបង្គ្រប់តម្រូវការចាំបាច់ចុះការសន្សំវិញមនុស្សភាគច្រើនចាំសល់លុយបានសន្សំតែការពិតគឺអត់ដែលសល់សោះយុទ្ធសាស្ត្រដែលត្រឹមត្រូវគឺសន្សំមុនចាយក្រោយកាលណាប្រាក់ខែចូលភ្លាមដក 20% ទុកក្នុងគណនីសន្សំដាច់ដោយឡែកភ្លាមហើយអ្វីដែលសំខាន់បំផុតដំបូងគេគឺត្រូវបង្កើតមូលនិធិបន្ទាន់ឬ emergency fund តើវាជាអ្វីទៅហើយត្រូវមានប៉ុន្មានទើបកក់ក្ដៅវាជាលុយសម្រាប់ប្រើពេលមានអាសន្នដូចជាឈឺថ្កាត់ឬបាត់បង់ការងារយើងគួរមានលុយបម្រុងយ៉ាងតិចស្មើនឹង3ទៅ6ខែនៃចំណាយប្រចាំខែរបស់យើងសំណួរមួយទៀតដែលពេញនិយមចូលបើចំជំពាក់គេតើការជំពាក់លុយសុទ្ធតែជារឿងអាក្រក់មែនទេមិនមែនទាំងអស់ទេយើងបែងចែកជា2បំណុលអាក្រក់ខ្ចីលុយគេមកទិញរបស់ដែលធ្លាក់ថ្លៃនិងមិនបង្កើតចំណូលដូចជាទូរស័ព្ទស៊េរីថ្មីខណៈអាគូនៅប្រៅបានឬខ្ចីលុយដើរលេងបំណុលល្អខ្ចីមកធ្វើអាជីវកម្មឬទិញផ្ទះដែលវាអាចកើនតម្លៃឬបង្កើតចំណូលឲ្យយើងវិញអូអញ្ចឹងមុននឹងជំពាក់គេត្រូវសួរខ្លួនឯងថាលុយនឹងយកមកបង្កើតលុយឬយកមកបំផ្លាញលុយពិតជាមានប្រយោជន៍ខ្លាំងណាស់វិជ្ជការមុននឹងបញ្ចប់តែអ្នកមានពាក្យពេចន៍អ្វីផ្ដាំផ្ញើទៅកាន់អ្នកស្ដាប់ទេចាការគ្រប់គ្រងលុយមិនមែនអាស្រ័យទៅលើថាអ្នករកបានច្រើនប៉ុណ្ណានោះទេតែអាស្រ័យទៅលើថាអ្នកចេះទុកដាក់វាបានល្អប៉ុណ្ណាចាប់ផ្ដើមសន្សំបន្តិចម្ដងពីថ្ងៃនេះទៅអ្នកនឹងអរគុណខ្លួនឯងនៅ10ឆ្នាំក្រោយអរគុណវិជ្ជការហើយក៏អរគុណប្រិយមិត្តដែលបានតាមដានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានសុខភាពហិរញ្ញវត្ថុល្អជួបគ្នានៅអេពីសូតក្រោយសួស្តី